ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំបានលើកយកនៅអត្ថប្រយោជន៍អាហារ6មុខល្អចំពោះអ្នកមានជំងឺលើសឈាមជំងឺលើសសម្ពាធឈាមគឺជាកត្តាបង្កជំងឺបេះដូងដែលយើងអាចបង្ការបានហើយការផ្លាស់ប្ដូរបរិបទនៃការរស់នៅនិងរបបអាហារប្រចាំថ្ងៃអាចជួយបញ្ចុះសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានការសិក្សាបានបង្ហាញថារបបអាហារដែលបញ្ចុះសម្ពាធឈាមបានគឺសម្បូរទៅដោយប៉ូតាស្យូមនិងម៉ាញ៉េស្យូមដូចនេះហើយអត្ថបទនេះនឹងលើកយកពីរបបអាហារមួយចំនួនល្អសម្រាប់អ្នកមានជំងឺលើសសម្ពាធឈាម1. ពពួកក្រូចពពួកផ្លែក្រូចដូចជាផ្លែក្រូចផ្លុងផ្លែក្រូចនិងផ្លែក្រូចឆ្មាសុទ្ធតែមានប្រសិទ្ធភាពក្នុងការបញ្ចុះសម្ពាធឈាមហើយក៏សម្បូរទៅដោយវីតាមីនជាតិរ៉ែនិងសារធាតុផ្សេងៗដែលអាចជួយរក្សាបេះដូងនិងកាត់បន្ថយកត្តាបង្កជំងឺបេះដូងដូចជាជំងឺលើសសម្ពាធឈាមទោះបីជាផ្លែក្រូចផ្លុងអាចជួយបញ្ចុះសម្ពាធឈាមប៉ុន្តែផ្លែនេះអាចមានផលរំខានដល់ថ្នាំបញ្ចុះសម្ពាធឈាមយកល្អគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនចាំបន្ថែមផ្លែនេះទៅក្នុងរបបអាហារ2. ត្រីសាល់ម៉ុនត្រីសាល់ម៉ុនសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា3ដែលមានប្រយោជន៍ដល់សុខភាពបេះដូងអាស៊ីតខ្លាញ់នេះអាចជួយបញ្ចុះសម្ពាធឈាមដោយបន្ថយការរលាកនិងបន្ថយកម្រិតសារធាតុ Oxylipin ដែលអាចធ្វើឲ្យសរសៃឈាមរួមតូច3. ពពួកសណ្តែកពពួកសណ្តែកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយរក្សាលំនឹងសម្ពាធឈាមមានដូចជាជាតិសរសៃម៉ាញ៉េស្យូមនិងប៉ូតាស្យូមការសិក្សាជាច្រើនបានបង្ហាញថាញ៉ាំពពួកសណ្តែកអាចជួយបញ្ចុះសម្ពាធឈាម4. ការ៉ុតមានទុកសារធាតុ Chlorogenic សារធាតុ Coumarin និងអាស៊ីតកាហ្វេអិចដែលអាចជួយសម្រួលដល់សរសៃឈាមនិងបន្ថយការរលាកទាំងនេះសុទ្ធតែបញ្ចុះសម្ពាធឈាមការសិក្សាមួយដែលមានអ្នកចូលរួម2195នាក់អាយុចន្លោះពី40ទៅ59ឆ្នាំបានរកឃើញថាការញ៉ាំការ៉ុតឆៅអាចបញ្ចុះសម្ពាធឈាមបាន5. ប៉េងប៉ោះឬផលិតផលធ្វើពីប៉េងប៉ោះសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាកាល់ស្យូមនិងលីកូប៉ែនសារធាតុលីកូប៉ែនមានសារៈប្រយោជន៍ដល់សុខភាពបេះដូងហើយការញ៉ាំអាហារសម្បូរទៅដោយសារធាតុនេះអាចកាត់បន្ថយកត្តាបង្កហានិភ័យនៃជំងឺបេះដូងដូចជាជំងឺលើសសម្ពាធឈាម6. ផ្កាខាត់ណាខៀវផ្កាខាត់ណាខៀវមានសារធាតុអុកស៊ីតកម្មដែលអាចជួយបញ្ចុះសម្ពាធឈាមដោយពង្រឹងមុខងារសរសៃឈាមនិងបង្កើនកម្រិតនីត្រិកអុកស៊ីតនៅក្នុងរាងកាយការសិក្សាមួយដែលមានអ្នកចូលរួម187,453 នាក់បានរកឃើញថាអ្នកដែលញ៉ាំខាត់ណាខៀវចាប់ពី4ដងឡើងទៅក្នុងមួយសប្តាហ៍មានហានិភ័យនៃជំងឺលើសសម្ពាធឈាមទាបជាងអ្នកដែលញ៉ាំត្រឹមតែ1ដងក្នុងមួយខែបាទសម្រាប់អត្ថបទនេះផងដែរខ្ញុំបានដកស្រង់ចេញពីគេហទំព័រដែលមានឈ្មោះថា Hello គ្រូពេទ្យខ្ញុំសូមអភ័យទោសរាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសខុសឆ្គងកើតឡើងដោយអចេតនាត្រង់ចំណុចណាមួយជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អនិងប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ